សម្រាប់កន្លែងនេះខ្ញុំគិតថាចំពោះអ្នកដែលគាត់ចូលចិត្តដើរលេងបែបព្រៃអាហ្នឹងគឺត្រូវតែម្ដងព្រោះសម្រាប់ខ្ញុំជាលើកទី1ដែលខ្ញុំមកកន្លែងបែបព្រៃអញ្ចឹងសួស្តីអ្នកនរគ្នានេះជាវីដេអូទី3របស់ខ្ញុំរយៈពេល2ថ្ងៃនៅក្នុងខេត្តសៀមរាបហើយខ្ញុំបានទៅលេងនៅទីតាំងជាច្រើននៅក្នុងខេត្តសៀមរាបនេះឥឡូវខ្ញុំបានមកដល់ព្រៃកោងកាងហើយអានេះគឺជាផ្លូវចូលទៅមើលក្នុងព្រៃអញ្ចឹងដល់ពេលដែលយើងមកដល់ទីនេះគឺខ្ទង់ម៉ោង10ជាងហើយយើងចេញមកពីម៉ោងជាម៉ោង6ជាងអញ្ចឹងឥឡូវមកដល់ផ្លូវចូលព្រៃហើយសម្រាប់កន្លែងនេះខ្ញុំគិតថាចំពោះអ្នកដែលគាត់ចូលចិត្តដើរលេងបែបព្រៃអាហ្នឹងគឺត្រូវតែម្ដងព្រោះសម្រាប់ខ្ញុំជាលើកទី1ដែលខ្ញុំមកកន្លែងបែបព្រៃអញ្ចឹងយើងឆ្លងផុតឧបសគ្គមួយហើយឥឡូវយើងកំពុងដើរទៅមុខទៀតហើយមិញឆ្លងកាត់យ៉ាហ្នឹងដើមស្រួតដល់ធ្លាក់ផ្លូវចូលនៅក្នុងព្រៃកោងកាងហ្នឹងគឺហុំព័ទ្ធទៅដោយព្រៃជុំវិញក៏ដូចជាមានស្ពានអញ្ចឹងតែកន្លែងនេះគឺដើរទៅបាក់ស្ពានសប្បាយដែរដោយសារតែយើងដើររូបព្រៃច្រើនហ្វេតបិទតែរៀងក្តៅប៉ុន្តែសប្បាយបន្ទាប់ពីដើរក្នុងព្រៃយ៉ាងនឿយហត់អស់កម្លាំងជាខ្លាំងហើយយើងក៏បានញ៉ាំហាជាមួយគ្នាញ៉ាំហាថ្ងៃត្រង់ជាមួយគ្នាដើម្បីមានកម្លាំងបន្តដំណើរទៅមុខទៀតបន្ទាប់ពីបាយថ្ងៃត្រង់ហើយយើងរកកន្លែងគួរសមរៀងខ្លួនហើយបន្តមកទៀតផ្លែនរបស់យើងគឺទៅលេងហាងកាហ្វេមួយកន្លែងហើយថតរូបក៏ដូចជាមើលទស្សនភាពនៅកន្លែងហ្នឹងតាមពិតទៅបើសិនជាអាចគឺក្នុងថ្ងៃហ្នឹងគឺចង់ឆ្លៀតចូលទៅមើលដំរីដែរបើសិនជាមានពេលប៉ុន្តែបើមិនមានពេលយើងមានតែលៃលោកតាមហ្នឹងស្រែកខ្ញុំគឺអត់ដែរឃើញដំរីទេតាំងពីតូចដល់ធំមកគឺអញ្ចឹងចង់ទៅមើលបានម្ដងព្រោះយើងលើគេនិយាយ100ដងអត់ស្មាននឹងឃើញម្ដងហើយមែនអត់បន្ទាប់ពីចេញពីព្រៃកោងកាំងខ្ញុំក៏បានទៅសាកកាហ្វេមួយកន្លែងនៅស្បូវកាហ្វេហើយរសជាតិគឺអាចទទួលយកបានដូចអ្នកគ្នាបានឃើញចឹងហើយខ្ញុំក៏បានជួបidol V2 នៅកន្លែងហ្នឹងដោយចៃដន្យក្រុមជម្រាបសួរពុកម៉ែបងប្អូនអ្នកគ្នាហើយថ្ងៃនេះគឺខ្ញុំបានមកលេងនៅខេត្តសៀមរាបនៅខាងក្រោយនេះគឺបង្ហាញពីរូបភាពជឿចាប់តែយើងជាកូនខ្មែរមួយរូបគឺមិនអាចភ្លេចបានទេនៅការឈ្លានពានរបស់សៀមហើយខ្ញុំទើបតែបានឃើញរូបភាពនេះផ្ទាល់ទេហើយមានអារម្មណ៍ថាក្តុកក្តួលមែនទែននេះក្នុងនាមយើងជាកូនខ្មែរមួយរូបអ្វីដែលយើងអាចធ្វើបានគឺព្យាយាមប្រឹងប្រែងអភិវឌ្ឍខ្លួនឯងឲ្យមានសមត្ថភាពដើម្បីក្លាយជាចំណែកមួយនៅក្នុងការជួយខ្លួនឯងគ្រួសារនិងសង្គមជាតិអញ្ចឹងរូបភាពនេះគឺបង្ហាញពីភាពជឿចាប់ទុកសោកសម្លេងរបស់បងប្អូនជាពលរដ្ឋខ្មែរដែលត្រូវបានរងការវាយប្រហារដោយពួកសៀម Good morning everyone again. So this is Diming and it was my first time to sleep and visit in Siem Reap. I have visited Siem Reap many times but this is the first day, no not the first day but it's just the first time that I sleep and visit in Siem Reap. I hardly ever sleep in hotel like this. Yeah, it's not bad. You can try with your colleagues or your friends if you have time. But for me, I can say that yeah, you're gonna have more experience when you sleep and visit in Siem Reap. In this video, you will see some temple in Siem Reap province. So I will ask foreigner to know about their impression, but I'm not sure whether I can do it or not. Let's see in the video because it is a challenging for me. I'm an introvert, so
Just stay in touch. See this video until at the end. នៅក្នុងថ្ងៃទី2យើងក៏បានធ្វើដំណើរទៅលេងប្រាសាទអង្គរវត្តមុនគេនៅក្នុងនេះគឺខ្ញុំបានជួបលោកគ្រូដ៏វិជ័យដ៏មែនទែនហើយខ្ញុំក៏បានសូមគាត់ថតឲ្យចិត្តមេតទៅទៅនឹងប្រាសាទអង្គរវត្តដែរប៉ុន្តែពេលហ្នឹងដោយសារតែ microphone វាអស់ថ្មអញ្ចឹងទៅក៏អត់មានសលេងយើងមានតែវីដេអូសោកស្ដាយមែនទែនហើយខ្ញុំក៏បានចំណាយពេលវេលាមួយចំនួនក្នុងការថតរូបនៅប្រាសាទអង្គរវត្តក៏ដូចជាប្រាសាទផ្សេងៗអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងអ្នកនរគ្នាសូមអរគុណសម្រាប់ការទស្សនានិងចំណាយពេលវេលាដ៏មានតម្លៃទស្សនាវីដេអូមួយនេះជួបគ្នានៅវីដេអូក្រោយ